ទេពួកយើងភ្នាក់គ្នាទៅភ្នាក់គ្នាអីទៅអ្នកណាចង់ភ្នាក់គ្នាជាមួយលោកថាទៅមើលទៅលោកក៏មិនល្អទេបើសិនជាលោកហ៊ានធ្វើអីផ្ដេសផ្ដាស់ខ្ញុំនឹងកាត់ក្បាលរបស់លោកតបនឹងរាជបញ្ជាខ្ញុំមិនជឿនាងមិនអាចចិត្តសម្រាប់ខ្ញុំទេបើលោកនៅធ្វើបែបនេះទៀតខ្ញុំនឹងទូលថ្វាយព្រះអង្គថាលោកបំពេញខ្ញុំចង់រំលោភខ្ញុំហេអញ្ចឹងល្អណាស់ត្រឡប់ទៅរាជវាំងវិញឲ្យព្រះអង្គផ្សំផ្គុំនាងនឹងខ្ញុំធ្វើជាស្រីបម្រើខ្ញុំមើលទៅនាងមានកម្លាំងខ្លាំងបែបនេះគួរតែយកខ្ញុំទៅបញ្ចាំបានប្រាក់បន្តិចទេល្អណាស់អញ្ចឹងប្រាក់អាចនៅសល់ស្មានម្ដងថាលោកចាត់ទុកខ្ញុំជាអ្នកបម្រើអូធ្វើជាអ្នកបម្រើអញ្ចឹងធ្វើអីទៅអញ្ចឹងធ្វើយ៉ាងណាក៏មិនធ្វើជាស្រីបម្រើទេខ្ញុំគ្រាន់តែនិយាយលេងជាមួយនាងតែប៉ុណ្ណោះណាអាយ៉ាស្មានម្ដងថានាងចាត់ទុកជាការពិតសោះអូយអើយឈិនចាមនុស្សចង្រៃលោកម្ចាស់មិនได้យ៉ាងណាមិនក៏មកដល់ការដ្ឋានបែបនេះខ្ញុំមកមើលរាសបះបោមានអ្វីឲ្យខ្ញុំបាក់មុខហេអត់ទេដាច់ខាត់អត់មានទេអញ្ចឹងមានរឿងអីទៅមិនក៏ពួកគេឈប់លោកម្ចាស់លោកមិនដឹងទេនេះដល់ពេលដែលឲ្យបាយហើយដូច្នេះឲ្យគេសម្រាប់បន្តិចទៅឡខ្ញុំមើលថាគេហូបអ្វីហ៎អត់ឲ្យពួកគេហូបបាយទេអត់មានទេដាច់ខាត់អត់មានទេត្រូវគឺបែបនេះត្រូវតែចាត់ការពួកគេបានល្អយើងប្រាប់ពួកឯងមុនពេលយើងត្រឡប់ទៅរាជធានីវិញការងារមិនអាចឈប់បានទេទំនប់នេះត្រូវតែជួសជុលឲ្យបានខ្ពស់បន្លាយត្រូវតែជីកឲ្យបានជ្រៅយើងនឹងមកមើលគ្រប់ពេលតាមពិនជនល្ងងគឺមករាជធានីសោះពិតជាមិនដឹងអីមែនអាហារទាំងអស់នេះប្រជារាស្ត្រធម្មតាហូបមិនបានឡើយខ្លួនបាច់ជាយកប្រាក់មកជួយចេញដល់លោកម្ចាស់លីទៀតបានហូបហើយបងប្អូនទាំងអស់គ្នាមិនមែនខ្ញុំមានចិត្តធ្វើបាបទេតាមពិនគឺលោកម្ចាស់បេសកជនមានបញ្ជាលោកម្ចាស់បេសកជនមានបំណងឲ្យអ្នកទាំងអស់គ្នាហូបបែបបបររាវទេតែអភិបាលស្រុកយើងវិញមានចិត្តមេត្តាករុណាសុកចិត្តយកប្រាក់ក្នុងហៅប៉ៅខ្លួនមកបដូរពីបបររាវទៅជាបបរខាប់ហើយនឹងនំប៉ាវទៀតផងពិតជាល្អទេល្អណាស់ឮថាប្រហែលថ្ងៃមុនអ្នកនាងលីចែកបបរនៅតាមផ្លូវនោះគឺកូនស្រីរបស់លោកម្ចាស់លីពិតជាមានឪពុកខ្លាកូនក៏ខ្លាដែរត្រូវហើយបើយកប្រៀបធៀបនឹងមន្ត្រីបេសកជនអាក្រក់នោះលោកម្ចាស់លីពិតជាលោកម្ចាស់ប៉ាវឈិញទៀនមែនហើយត្រូវហើយបងប្អូនទាំងអស់គ្នាពួកយើងអាចរស់នៅបានសំណាងហើយមានគុណលោកម្ចាស់លីត្រូវហើយសំណាងហើយមានលោកម្ចាស់លីអ្នកទាំងអស់គ្នាឆាប់ហូបទៅលើឡើងទៅត្រូវអរគុណលោកម្ចាស់លីអរគុណឈិនចាលោកបាត់មកទៅលោកមិនឃើញខ្សែភ្នែករបស់ប្រជារាស្ត្រចង់ស៊ីសាច់លោកទាំងរស់ទេអាយ៉ាពួកគេមិនហ៊ានទេមើលទៅស្រីម្នាក់នេះនៅតែល្ងងពេលនេះខ្ញុំជាមនុស្សសំខាន់របស់លីឈិនអ៊ីនមិននឹងហ៊ានប៉ះខ្ញុំទៅទោះរាប់ថាពួកគេខ្លួនឯងមានរឿងក៏មិនអាចឲ្យខ្ញុំមានរឿងដែរលើថាចិនជឿនោះទៅអង្គិតមើលការដ្ឋានទៀតហើយលោកយល់ឃើញយ៉ាងម៉េចដែរវាមានអ្វីល្អមើលទៅមានចរិតដូចជាកូនក្មេងគ្មានប្រយោជន៍អ្វីឡើយជួសជុលតំបន់យ៉ាងច្រើនជីកបន្លាយយ៉ាងច្រើនដើម្បីធ្វើទុកបុកម្នេញប្រជារាស្ត្រក្រីក្រទាំងនោះលោករាឆាយឲ្យពួកយើងប្រយ័ត្ននឹងឈិនជើនេះតាមពិតមានហេតុផលយ៉ាងហោចណាស់គេនៅចេះជូនអំណោយមកទៀតផងណាបងនៃរបស់ពុកគេកំណូននេះមិនមែនគេចេះតែគូផ្ដេសផ្ដាស់ទេបងនៃរបស់ពុកគេកំណូននេះមិនមែនគេចេះតែគូផ្ដេសផ្ដាស់ទេប្រកាសហើយណែកូនមើលទៅអាចមើលឃើញនៅក្នុងផែនទីព្រំបន្ទល់ដែរទេទំនប់ទឹកនៅលើរូបនៅបរិវេណទឹកដីរបស់ពួកជាងហើយប្រឡោះនេះគឺជាកន្លែងស្នាក់នៅរបស់រាជក្រីក្រទាំងនោះបានន័យថារាជដែលសង់ទំនប់ទឹកទាំងនោះអាចការពារទ្រព្យសម្បត្តិពួកជាងជីនជូពិតជាគ្រាន់បើមែនត្រង់ចំណុចនេះអាចមើលឃើញថាលទ្ធជីនជូនេះយកចិត្តយកថ្លើមស្ដេចស្រីបានគេនៅមានស្នេហ៍របស់គេទៀតផងណាតាមពិតគឺអញ្ចឹងសោះពីមុនឮថាគ្រួសារវាំងនៅក្បែរនេះកំពុងតែសាងសង់ទំនប់ទឹកដើមឡើយគិតថាចៃដន្យទេស្មានមិនដល់ថាតាមពិតផ្ទៃក្នុងពិតជាអញ្ចឹងសោះណ៎ត្រូវហើយស្មានមិនដល់ថាអល្អិតនោះនៅមានកម្រងបែបនេះទៀតពួកយើងពិតជាមើលស្រាវគេពេកហើយតូចតាចទេពុកបានកត់ត្រាទង្វើរបស់គេនៅគ្រប់កន្លែងក្នុងបញ្ជីអស់ហើយបានផ្ញើលោកអបរាជឆាយហើយបើសិនជាត្រឡប់ទៅរាជធានីវិញ
គឺมันអាចវិលត្រឡប់ជារៀងរហូតទៀតផងណាពុកនៃរបស់ពុកគឺនៅអាចត្រឡប់ទៅរាជធានីទៀតយ៉ាម៉េចកូនមកចូលចិត្តកសែតភ្នែកគេមើលមកកូនទេអូថាម៉េចត្រឡប់ទៅរាជធានីត្រូវហើយត្រឡប់ទៅរាជធានីរដូវភ្លៀងជិតមកដល់ហើយខ្ញុំមិនចង់ស្លាប់ទេឈិនចាព្រះអង្គឲ្យលោកមកទប់ស្កាត់ទឹកជំនន់មុនពេលរដូវភ្លៀងធ្លាក់មកហេតុអីក៏លោកចង់គេចខ្លួនរត់ទៅរាជធានីវិញមិនបានទេបើសិនជាទៅដល់ព្រះអង្គនឹងកាត់ក្បាលលោកជាមិនខានទេយ៉ាងម៉េចនាងបារម្ភពីខ្ញុំមែនទេនៅពេលនេះទៅហើយនៅតែនិយាយពាក្យនេះទៀតទោះជាព្រះអង្គសន្តោសដល់លោកដោះលែងលោកតើពួកឆៃគួយដោះលែងលោកទេខ្ញុំខ្វល់ទេលើថារដូវភ្លៀងណាយ៉ាងណានទឹកចំនួនខ្លាំងណាស់ណាប្រកាសជាគ្មានសុវត្ថិភាពទេខ្ញុំចង់ស្លាប់ទេបើនាងមិនទៅជាមួយខ្ញុំទេអញ្ចឹងខ្ញុំទៅខ្លួនឯងអញ្ចឹងលោកទៅចាស់ខ្ញុំមិនទៅទេទោះជាយ៉ាងណាក៏ដោយព្រះអង្គបានបញ្ជូនខ្ញុំមកហើយខ្ញុំមិនបោះបង់រានៅជាណានទេនាងមានប្រាក់ឬក៏មានស្បៀងឬមួយនាងសំអាងដើរនៅក្នុងដៃរបស់នាងឬជួយទប់ទឹកចំនួនដល់ប្រជារាស្ត្រកុំល្ងងពេកទៅជាមួយខ្ញុំឥឡូវនេះទៅនៅតាន់ពេលជឿខ្ញុំទៅជញ្ជាំងមានតែជាពេលនេះខ្ញុំមិនអាចប្រាប់នាងបានទេចាំដល់រាជធានីហើយនាងនឹងយល់ហើយអ្នកស្រីម្ចាស់អើយពេលនេះកុំព្រាយប្រាយសោះណាល្អខ្ញុំស្ដាប់លោកខ្ញុំត្រឡប់ទៅប្រមូលអីវ៉ាន់សិនល្អពូកែវាយគ្នាពូកែធ្វើការហាច់ឆ្លាតទៀតហើយមិនបាច់ឲ្យខ្ញុំបើកប្រាក់ខែឲ្យទៀតហើយនៅល្ងងទៀតអ្នកបំរើល្អឥតខ្ចោះយើងជាកងការពារទៀតបើទុកចោលនៅជាងណានថ្ងៃក្រោយខ្ញុំមានកងការពារណាផ្ដេសផ្ដាស់ឈិនចិត្តថ្លាមធំលោកមានដឹងទោសទេព្រះអង្គទូលបង្គំដឹងកំហុសហើយព្រះអង្គឈិនជើនេះនៅជាងណានបង្ខំគេស៊ីសំណុកសុកប៉ាន់ប្រហិនហ៊ានប្រមូលប្រាក់ទាំងតែធ្វើបាបរាជរងគ្រោះយករាជទៅធ្វើជាទណ្ឌកម្មគ្រប់គ្រងពួកគេជីកបលាយបណ្ដាលឲ្យរាជនៅជាងណានមានការខឹងសម្បាទូលបង្គំសូមបបព្រះអង្គដាក់ទោសជនក្បត់ម្នាក់នេះទៅឈិនចេះអ្វីដែលលោកអបរ៉ៃនិយាយលោកមានដឹងកំហុសទេព្រះអង្គទូលបង្គំត្រូវគេមួលបង្កាច់ទេប្រាក់ទាំងនេះសុទ្ធតែពួកគេយកមកឲ្យទូលបង្គំទេទូលបង្គំតាំងពីទៅដល់ធំគឺមិនដែលឃើញប្រាក់ច្រើនបែបនេះទេហើយពេលនេះព្រះអង្គទូលបង្គំពិតជាមិនបានស៊ីសំណុកអីទេនិយាយបែបនេះលោកគឺទទួលស្គាល់ថាទទួលសំណុកហើយក្រាបទូលហើយប្រេះប្រាស់ស្វៀងក៏គ្មានប្រាក់ក៏គ្មានបើខ្ញុំមិនយកប្រាក់ទេបានអ្វីមកចិញ្ចឹមរាជរងគ្រោះទៅប៉ុន្តែបើឲ្យទ្រង់យល់ថាខ្ញុំស៊ីសំណុកក៏ល្អដែរច្បាស់ជាគ្មានស្ដេចអង្គណាលើកលែងទោសឲ្យខ្ញុំបានទេដែលមានមន្ត្រីលុបលន់ដូចជាខ្ញុំច្បាប់មហាឈុកំណត់ថាអ្នកមានទោសគឺមិនអាចធ្វើជាមន្ត្រីបានទ្រង់មានតែដកតំណែងខ្ញុំជារាជសាមញ្ញគឺល្អខ្លាំងណាស់សម្រាប់ថាបែបនេះចុះត្រូវហើយគេទៅចាំងណាម្នាក់ឯងក្រៅពីមាននិយាយការពីគេក្រៅពីនេះគ្មានអ្វីឡើយពិតជាធ្វើឲ្យគេលំបាកហើយព្រះអង្គបានលើកឈិនជើគេទទួលស្គាល់កំហុសហើយសូមព្រះអង្គដាក់ទោសគេឲ្យធ្ងន់ទៅកុំគិតពីមនោសញ្ចេតនាអ្វីក្របទូលតាកញ្ចាស់នេះឯងមិនឃើញមនោសញ្ចេតនាផ្ទាល់ខ្លួនឯងមិនគិតទេសូមព្រះអង្គដាក់ទោសឈិនជើឲ្យធ្ងន់ទៅសូមព្រះអង្គដាក់ទោសគេឲ្យធ្ងន់ទៅលោកអបរឆៃលោកថាឈិនជើបានទទួលសំណុកគេបើតាមហេតុផលនោះត្រូវចាប់អ្នកផ្ដោតសំណុកនោះមកសួរជាមួយគ្នាយើងបញ្ជាមន្ត្រីទៅចាប់អ្នកផ្ដោតសំណុកចាប់មករាជធានីសួរដេញដោលទាំងអស់គ្នាសេនាមិនបានទេជាងណានគឺជាទឹកដីរបស់គ្រួសារឆៃមន្ត្រីនៅទីនោះសុទ្ធតែជាដើមទុនសំខាន់ក្នុងរាជការយើងបើយើងធ្វើតាមស្ដេចស្រីនោះមិនត្រូវដកទាំងរឿងទៅហើយទេនេះចំអកនេះពិតជាបកកើតគិតមែនយកឈិនជើមកពាក់ព័ន្ធបដូរជាងណានយើងនៅមន្ត្រីទាំងអស់ព្រះអង្គកុំតែអាសាទូលបង្គំយល់ថារឿងនេះចាំពិភាក្សាគ្នាសិនទៅអូមិញនេះក្រែងលោកអបរាឆៃចង់ដាក់ទោសឈិនជើអេព្រះអង្គឈិនជើគ្រាន់តែជាមន្ត្រីទៅចូលបម្រើរាជការល្ងីល្ងើមកពេល ម្យ៉ាងទៀតស៊ីសំណុកនៅមិនទាន់មានផតតាំងច្បាស់លាស់គ្រាន់តែកុំស្ដាប់សំដីតែមកខាងអីឈិនជើទៅទប់ស្កាត់ទឹកចំនួននៅអាជាងណានគ្មានគុណសម្បត្តិគ្មានទុកលំបាកគួរតែប្រយ័ត្នទៅល្អប្រយ័ត្នទៅត្រូវលោកម្ចាស់ស៊ូនិងលោកម្ចាស់អ៊ីយល់យ៉ាងម៉េចដែរទូលបង្គំយល់ថាលោកអបរាជឆាយនិយាយសមហេតុផលខ្លាំងណាស់ទូលបង្គំក៏យល់បែបនេះដែរល្អរឿងឈិនចាក់ស៊ីសំណុកលើកនេះបញ្ចប់ត្រឹមនេះចាស់
ព្រះអង្គមានរិទ្ធបញ្ញាមានហ៎លេងអីហើយស្រីទាំងនេះមិនក៏ឆ្លាតបែបនេះអាចធ្វើពីខ្មៅទៅជាសបានអញ្ចឹងខ្ញុំចេញពីរាជវាំងយ៉ាងម៉េចទៅមិនអីទេឈិនជើកំស្រ